មនុស្ស2 នាក់ស្លាប់និងរាប់សិបនាក់រងរបួសក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីទ្រង់ទ្រីធំទូទាំងប្រទេសអ៊ុយក្រែនមនុស្សជាង200,000 នាក់នៅក្នុងតំបន់សាប៉ូរីសេយ៉ាដែលកាន់កាប់ដោយរុស្ស៊ីគ្មានអគ្គិសនីប្រើប្រាស់បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែនយោងតាមលោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថាមានមនុស្ស2 នាក់បានស្លាប់និងរាប់សិបនាក់រងរបួសក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីពេញមួយយប់ទូទាំងប្រទេសអ៊ុយក្រែនជាកន្លែងដែលការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលបានបណ្ដាលឲ្យមានការដាច់ចរន្តអគ្គិសនីក្នុងពេលដែលសីតុណ្ហភាពកំពុងចុះត្រជាក់ខ្លាំងនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យលោក Zelensky បាននិយាយថាតំបន់ Sumy, Kharkiv, Dnipro, Zaporizhzhia, Khmelnytsky និងអូដេសាត្រូវបានរុស្ស៊ីកំណត់គោលដៅក្នុងការវាយប្រហារដែលរួមមានយន្តហោះគ្មានមនុស្សបើកជាង200គ្រឿងវាយប្រហារទៅលើតំបន់ទាំងនោះលោក Zelensky បានសរសេរនៅលើ X ថាស្ថានភាពនៅក្នុងប្រព័ន្ធថាមពលនៅតែពិបាកប៉ុន្តែយើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីស្ដារសេវាកម្មទាំងអស់ឡើងវិញឲ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបាន Zelensky បាននិយាយទៀតថាសប្តាហ៍នេះតែមួយបានឃើញយន្តហោះគ្មានមនុស្សបើកការវាយប្រហារជាង 1,300 គ្រឿងគ្រាប់បែកតាមអាកាសដឹកនាំប្រហែល 1,050 គ្រាប់និងមីស៊ីលចំនួន 29 គ្រាប់នៃប្រភេទផ្សេងៗគ្នាលោក Zelensky ក៏បានចេញសេចក្តីអំពាវនាវមួយផ្សេងទៀតទៅកាន់មេដឹកនាំពិភពលោកផងដែរនោះហើយជាមូលហេតុដែលអ៊ុយក្រែននៅតែត្រូវការការពារបន្ថែមទៀតលើសពីនេះទៅទៀតមីស៊ីលបន្ថែមទៀតសម្រាប់ប្រព័ន្ធការពារដែនអាកាសប្រសិនបើរុស្ស៊ីកំពុងអូសបន្លាយដំណើរការទូតដោយចេតនាការឆ្លើយតបរបស់ពិភពលោកត្រូវតែជាការសម្រេចចិត្តជំនួយបន្ថែមទៀតសម្រាប់អ៊ុយក្រែននិងសម្ពាធបន្ថែមទៀតលើអ្នកឈ្លានពានការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីអ្នកចរចាអ៊ុយក្រែនបានមកដល់សហរដ្ឋអាមេរិកដើម្បីពិភាក្សាជាមួយរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump អំពីរបៀបបញ្ចប់ជម្លោះជិត4 ឆ្នាំជាមួយរុស្ស៊ីពួកគេត្រូវបានគេរំពឹងថានឹងផ្ដោតលើការធានាសន្តិសុខនិងការស្ដារឡើងវិញក្រោយសង្គ្រាមរបស់អ៊ុយក្រែននិងសហរដ្ឋអាមេរិកបានរៀបចំសំណើសន្តិភាពចំនួន20 ចំណុចប៉ុន្តែរុស្ស៊ីមិនទាន់បានធ្វើអត្ថាធិប្បាយលើវានៅឡើយទេដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនដើម្បីបញ្ចប់ការប្រយុទ្ធគ្នារហូតមកដល់ពេលនេះមិនបានសម្រេចបានកិច្ចព្រមព្រៀងណាមួយឡើយរដ្ឋាភិបាលរុស្ស៊ីបានធ្វើការទាមទារជាច្រើនក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះរួមទាំងសំទានទឹកដីនិងការធានាថាអ៊ុយក្រែននឹងមិនស្វែងរកសមាជិកភាព NATO ទេអ៊ុយក្រែនក៏កំពុងប្រឈមមុខនឹងវិបត្តិថាមពលស្រួចស្រាវដោយសារតែការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់រុស្ស៊ីនៅរដូវរងានេះលោក Zelensky បាននិយាយកាលពីថ្ងៃសៅរ៍ថាការនាំចូលអគ្គិសនីនិងឧបករណ៍ថាមពលបន្ថែមត្រូវតែពន្លឿនខណៈដែលរដ្ឋធានីគៀវនិងតំបន់ Kharkiv និង Zaporizhzhia ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយការដាច់ចរន្តអគ្គិសនីរដ្ឋាភិបាលអ៊ុយក្រែនបានប្រកាសអាសន្នផ្នែកថាមពលខណៈដែលបណ្ដាញអគ្គិសនីដែលខូចខាតកំពុងបំពេញតម្រូវការអគ្គិសនីរបស់ប្រទេសបានត្រឹមតែ 60% ប៉ុណ្ណោះស្ថានភាពនេះក៏កាន់តែធ្ងន់ធ្ងរឡើងដោយសារសីតុណ្ហភាពត្រជាក់ខ្លាំងដែលធ្វើឲ្យគ្រួសារនានានៅទូទាំងប្រទេសអ៊ុយក្រែនពិបាករក្សាភាពកក់ក្ដៅចាប់តាំងពីរុស្ស៊ីបានឈ្លានពានប្រទេសជិតខាងរបស់ខ្លួនក្នុងខែកុម្ភៈឆ្នាំ 2022 រុស្ស៊ីតែងតែកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនក្នុងរដូវរងាដោយស្វែងរកការដាក់សម្ពាធលើមេដឹកនាំអ៊ុយក្រែនឲ្យយល់ព្រមតាមការទាមទាររបស់ទីក្រុងមូស្គូអង្គការសហប្រជាជាតិនិងអ្នកសង្កេតការណ៍ផ្សេងទៀតបានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែននៅឆ្នាំនេះដោយសង្កត់ធ្ងន់ថាកុមារនិងមនុស្សចាស់ងាយរងគ្រោះបំផុតនៅថ្ងៃអាទិត្យអ្នកប្រើប្រាស់ជាង200,000 នាក់នៅក្នុងតំបន់សាប៉ូរីសេយ៉ាដែលកាន់កាប់ដោយរុស្ស៊ីត្រូវបានទុកចោលដោយគ្មានអគ្គិសនីបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនកាលពីថ្ងៃសៅរ៍លោក Yevgeny Balitsky អភិបាលរដ្ឋដែលតែងតាំងដោយទីក្រុងមូស្គូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយតែបានបង្ហោះនៅលើ Telegram លោក Yevgeny Balitsky បាននិយាយថាការងារកំពុងដំណើរការដើម្បីស្ដារការផ្គត់ផ្គង់ថាមពលឡើងវិញប៉ុន្តែការតាំងទីលំនៅជិត400នៅតែគ្មានអគ្គិសនីប្រើប្រាស់សីតុណ្ហភាពស្ថិតនៅក្រោមកម្រិតត្រជាក់ខ្លាំងនៅទូទាំងតំបន់ភាគអាគ្នេយ៍តែប្រហែល 75% នៃតំបន់ទាំងនោះត្រូវបានគ្រប់គ្រងដោយប្រទេសរុស្ស៊ីនេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Al Jazeera នៅថ្ងៃទី 18 ខែមករាឆ្នាំ 2026 នេះ